របៀបបង្កាត់លម៉ើឲ្យផ្លែធំដោយថ្មីអត់ទាន់មានបទពិសោធន៍ចឹងទីមួយយើងត្រូវមានកន្ត្រៃហើយណែមានកន្ត្រៃមកយើងកាត់អាផ្កាឈ្មោលនេះគឺជាផ្កាឈ្មោលយើងកាត់មកហើយយើងកាត់ដាច់វាហើយយើងកាត់ដាច់ហើយយើងយកផ្កាឈ្មោលហ្នឹងចេញពីដើមមកយកចេញពីដើមវាយើងដើម្បីយើងបានលំអងវាផ្កាឈ្មោលនេះពោពេញដោយលំអងដោយសារមុនវារុះផ្ការុះលំអងអស់ហើយនៅតែក្រោយនេះមកកពោផ្កាហើយចឹងយកផ្កាឈ្មោលនឹងមកយើងយកផ្កាឈ្មោលនឹងមកដើមញីនេះអត់ចេះថ្មីសុទ្ធហើយយើងកោសលំអងផ្កានឹងឲ្យចូលផ្កាញីដើម្បីឲ្យបានផ្លែធំដឹងផ្លែឬក៏មិនផ្លែលើកទី1ហើយអត់ដែលចឹងមកកោសឲ្យតែកន្លែងណាចាញ់ផ្កាយើងមកកោសពីលើឲ្យសពនេះគឺលើគេថាទេដឹងថាផ្លែឬក៏មិនផ្លែបទពិសោធន៍ថ្មីហើយខាងលើនេះទៀតនេះកោសឲ្យវាចេញផ្កាមកឲ្យចេញអាលំអងឈ្មោលនឹងមករោយលើលំអងញីរោយលើផ្កាញីចឹងហើយបន្ទាប់ពីកោសហើយសពគ្រប់ហើយយើងមិនដឹងថាយកផ្កានេះទៅណាទេយើងយកសៀតពីលើនេះបដ ாய் សៀតពីលើបដូលវានេះបដ ாய் នេះម៉េចបដូលនេះបដ ாய் ទៅយើងថ្មីយើងអត់ចេះតែធ្វើទៅសៀតនេះវាដើម្បីឲ្យវាធ្លាក់លំអងផ្ការឿយញយមកវាចូលផ្កាញីឯងនេះសៀតមកហើយវានេះផ្កាញីនៅពីក្រោមហើយនេះយើងដាក់បច្រាស់ឡើងលើទៅពេលវាធ្លាក់លំអងមកវាចូលសាយពេញគល់ហ្នឹងហើយនេះបច្ចេកទេសថ្មីលើកទី1អត់ចេះសោះចេះតែធ្វើឲ្យតែបានទៅហើយជាមើលលទ្ធផលផ្លែយ៉ាងណាយើងចាំអត់លទ្ធផលនៅពេលខាងក្រោយទាំងអស់គ្នាពេលផ្លែឬមិនផ្លែចាំថតឲ្យមើលទៀតដើម្បីដើមបានញីតែមួយដើមទេសល់ប៉ុន្មានខាងនោះក៏ឈ្មោលហើយខាងនេះក៏ឈ្មោលហើយនៅខាងនេះបានញីការញីកាមអប្រភេទផ្កាញីគឺខុសពីផ្កាឈ្មោលផ្កាញីចាញ់មកបែបរាងក្តាប់ចេះហើយបើផ្កាឈ្មោលចាញ់មកបែបប្រភេទផ្កាឈ្មោលចាញ់មកបែបចេះវាចាញ់មកញឹកហើយផ្កាមានលំអងសហើយនេះបែបផ្កាញីប៉ុណ្ណឹងហើយចាំមើលផ្កាឬមិនផ្កាផ្លែឬមិនផ្លែធំឬក៏មិនធំយ៉ាងណាចាំមើលទៀតចាំតាមដានដល់អ្នកគ្នា